តោះសួស្តីអ្នកគ្នាថ្ងៃនេះគឺយើងមកធ្វើវីដេអូ withdrawal ទៅពេលដែលគ្នាចុច withdrawal មកគឺវាមិនចូលដល់កន្លែង local bank នៅពេលដែលគ្នា deposit តាម local គឺវានឹងបង្ហាញតែ local ទេអញ្ចឹងបើអ្នកគ្នា deposit តាមផ្សេងៗគឺ load តែកន្លែងនេះមកឧទាហរណ៍ថាអ្នកគ្នា deposit តាម USDT អញ្ចឹងនៅពេលដែល withdraw គឺវានឹង load USDT អញ្ចឹងនៅពេលដែលគ្នា deposit តាម local អញ្ចឹងកន្លែងនេះក៏វាដាក់ local មកដែរដល់យើងចុចកន្លែងហ្នឹងមកហើយចំនួនកន្លែងនេះយើងដាក់ចំនួនទឹកប្រាក់ដែលយើងត្រូវ withdraw ខ្ញុំដាក់30ហើយកន្លែងនេះគឺលេខ account ធនាគាររបស់យើងហើយយើងផ្ទៀងផ្ទាត់ផងយ៉ាត់ខុសមួយលេខអីយ៉ាហើយគឺខ្ញុំសូមផ្ទៀងផ្ទាត់បន្តិចហើយចំពោះកន្លែងនេះគឺយើងដាក់ឈ្មោះធនាគារគឺ AVA ហើយខ្ញុំបញ្ជាក់មួយទៀតចំពោះការ deposit និង withdraw គឺយើងមានថាត្រូវតែ account របស់ខ្លួនឯងឧទាហរណ៍ថា account Invertiso ឈ្មោះ A អញ្ចឹង account bank ត្រូវតែឈ្មោះ A ដែរមិនមានន័យថា Invertiso account A ទៅធនាគារ account B អត់ទេអញ្ចឹងហើយយើងដល់ហ្នឹងហើយឥឡូវយើងចុចពាក្យថា continue ហើយយើងមើលមកទៀងផ្ទាត់មកចំពោះការ withdraw យើងគឺបានជោគជ័យហើយអ្វីដែលយើងធ្វើត្រូវរងចាំគឺរងចាំចន្លោះពី5នាទីទៅដល់កន្លះម៉ោងយូរបំផុតពី2ម៉ោងរហូតដល់24ម៉ោងភាគច្រើនគឺអត់ដល់24ម៉ោងទេយូរបំផុតត្រឹម2ម៉ោងទេ